ចាំមិនមានใครមកម្នាក់នោះទេ អ្វីត្បិតមើលមុខគេមិនឃើញតែការតុបតែងខ្ញុំនេះមិនអាចបំភ័យឲ្យគេស្លាប់ទេ ប៉ុណ្ណឹងមិនទាន់គ្រប់ទេ ដេញតាម តាមទៅ ចាំមិនដែរអូខេចាប់បានម្នាក់នោះទេ មិនឃើញទេ ធ្វើស្អីហ្នឹងឲ្យគេរត់រួចទៅកើត ស្គាល់ផ្លូវច្បាស់រត់លឿនអញ្ចឹងច្បាស់ជាអ្នកនៅក្នុងភូមិនេះធ្វើ ចឹងធ្វើមិនអាចចាប់មិនបានទេ ខ្ញុំទេដឹងថាគេអាចរត់រួចយូរហើយពួកយើងត្រូវទៅប្រើជំហានទី2ទៀត ខាងនោះកើតអីមិនក៏ផ្សែងខ្លាំងម៉េះកុំគួរសមអ៊ំស្រីថ្ងៃនេះខ្ញុំបានវឹកហាត់ខ្លួនហើយ ទុកថាថ្លៃជួបផ្ទះចោះឬមួយក៏ឯងចង់យកខ្លួនបដូរវិញ កើតអីដែរ អាវទាំងនេះគឺសុចស៊ីមែននេះគឺវ៉ា Victoria Mama Secret កក់ក្ដៅទៀត មិនមែនទីដឹង រោគចិត្តអីហ្នឹង ឯងស្មានតែពូជាងរូបចិត្តណាតាមការវិភាគពេទ្យចិត្តសាស្ត្រឯងមានរាប់ទេថានៅក្នុងភូមិមានមនុស្សស្រីប៉ុន្មាននាក់ តាមត្រូវក្នុងភូមិឯនេះមានស្រីអាយុក្រោម30ប្រហែលនាក់ គឺគ្មានទេ មែនហើយ នៅទីនេះទៀតលេខ B ដល់ E គឺសុទ្ធតែមាន អេមិនមែនដាក់ត្រង់នេះទេលោកទៀតហើយ គេទៀតហើយ នៅមានពួកយើងទៀត ណែមកមើលមនុស្សឬក៏មករើអីវ៉ាន់ ទំហំអីនេះច្បាស់ជារបស់នាង សរុបទៅពួកឯងចង់ជួយរើអីវ៉ាន់ទៅអស់ការហើយពួកយើងត្រឡប់ទៅវិញ ឈប់សិនកុំតាន់ទៅជួយរើអីវ៉ាន់ឲ្យពួកគេរួចសិនទៅមានអីហូបនេះជាបញ្ជាយល់ទេ យល់ទេ នាងក្រនបា និយាយណាអ្នកណាមេចុងភៅយកទៅគេអីយកទៅសាច់ជ្រូកនេះល្អណាស់ណា អេមានសាច់អត់បន្លែធម្មតាពេកមិនបាច់ទេមកអូខេ នាងល្ងងទីនេះគឺស្រុកស្រែណាចង់បានបន្លែស្រួលទេមកតាមខ្ញុំខ្ញុំជួយកាន់ផងខ្ញុំជួយដែរ ខ្ញុំធំប៉ុណ្ណឹងហើយទៅឃើញបន្លែដាំក្នុងភក់លើកទី1ទេ ខាងសេបៃកុំក្មេងខ្ចីពេកមានអ្នកក្រៅ ឯង ណា ទៅក្មេងខ្ចីឯងធ្លាប់ឃើញទេ ច្បាស់ជាធ្លាប់ឃើញ ណែណា អ៊ីនធឺណិត ល្អខ្ញុំសួរឯងនេះជាស្អី បន្លែ ខ្ញុំក៏ដឹងថាបន្លែដែរតែជាបន្លែស្អី ឯងដឹងហ៎ឯងដឹងហ៎ បន្លែស្រស់ពួកគេមិនស្គាល់មែនទេ មិនស្គាល់មែន ហើយចុះមួយនោះជាស្អីទៅ សំណាញ់ត្រី សំណាញ់ត្រីហ៎វាគឺស្រែមានត្រីមកពីណា ទន្លេណាអ្នកនេះ នេះមិននឹងហៅថាទន្លេទៅមានត្រីដែរ មាន នៅ ត្រី ឯណា ណា អត់ទេមានមកពីណា ត្រង់នោះ កូនក្អុកទេមើលឲ្យច្បាស់សិនទេ រើញខ្ញុំទម្លាក់ទឹកគេ អឺ ហេយ៉ាពួកគេពីរនាក់គួរឲ្យស្រឡាញ់មែន ត្រូវមានពេលខ្លះក៏ឲ្យស្រឡាញ់ ពួកគេសូម្បីបន្លែក៏មិនស្គាល់មើលទៅចុងភៅធំច្បាស់ជាឯង អត់ទេខ្ញុំមិនចេះធ្វើម្ហូបឡើ កុំ យ ដាក់ខ្លួនពេកមើលទៅថាចូលចិត្តហូបអីអាចបេះយកទៅបាន មិនបាច់សួរគេទេអេម៉ែអូខេ អេម៉ៃឆេ មកហើយហ៎ ចង់រកអ្នកល្ម ចឹងហ៎ ប្អូនស្រី3នាក់នេះទៅរើមកទីពួកគេមកដឹងថាទិញបន្លែនៅឯណាខ្ញុំក៏នាំពួកគេមកបេះបន្លែនៅកន្លែងអ្នកទៅគាត់គឺម៉ៃឈិន សួស្ដីម៉ែឈិនសួស្ដី បន្លែទាំងអស់នេះសុទ្ធតែរបស់ម៉ៃឈិនថ្ងៃក្រោយចង់ហូបបន្លែអីមកបេះទៅ មិនបាច់អស់លុយទេ ហេយ៉ាពួកយើងមិនដូចក្នុងក្រុងទេមិនមែនគ្រប់យ៉ាងគិតតែពីលុយសំខាន់គឺថ្មីស្រស់ពេលឃើញថាចង់ហូបអីគ្រាន់ប្រាប់គេមួយម៉ាត់ទៅបានហើយលុយក៏ត្រូវឲ្យដែរតែឲ្យតិចតួចទៅបានហើយថ្ងៃក្រោយពួកគេមកគិតលើកខ្ញុំ បានហើយរើសតាមចិត្តពេញចិត្តអីបេះនឹងទៅណាទៅបន្លែសុទ្ធតែល្អ ខាងនេះមិនទាន់កើតទេមិនទាន់ចាស់ខាងនោះ អូខាងនោះ មកនេះ ប្រយ័ត្នបន្តិចណាកុំ ប្រ ជា យ័ ប់ ត្នចាស់បន្លែខាងនេះល្អ នេះជាស្អីណាប្រហែលណាអូអត់ទេខ្ញុំធ្វើម្ហូបប្រមាណមុខចង់ឲ្យពួកឯងទៅជួយសាអេលាក់អីហ្នឹងឲ្យខ្ញុំមើលអូមួយចានខ្មៅក្រឹបនេះជាស្អីទៅ ប្រ
ប់ហើយថាពួកខ្ញុំមិនចេះធ្វើម្ហូប នាងល្ងងមិនចេះធ្វើម្ហូបអាម៉ាស់ណាស់ទៅអីមិនក៏មិនប្រាប់ខ្ញុំមិនប្រកាន់នឹងធ្វើឲ្យពួកឯងនោះទេចាក់ចោលទៅហើយទៅហូបនៅផ្ទះខ្ញុំទៅ ល្អណាស់ ហូបបាយឆាប់ចូលមកហូបទៅ ហើយបានហូបហើយ បានហូបហើយ បានហូបហើយ មិនក៏ពួកនាងនៅទីនេះ ចម្លែកទេមកអូខេអញ្ជើញពួកយើងមកញ៉ាំអី ម៉ាក់ខ្ញុំជឿញពួកនាងមកហូបអី ពួកខ្ញុំស្អាតហើយចេះជួយគេទៀត មកប្រយ័ត្នណាជាចេញ ម៉ាក់ពួកគេ ចា ណា អូខេមកជួយផងឲ្យគេមកអំរើឯងហីចាំមែនហើយ គ្មានសុជីវធម៌ចាំគ្រប់គ្នាចាំញ៉ាំ មែនហើយជួយណារបស់ល្អដូចជាឆ្លឹងសមុទ្របង្កងត្រីអណ្ដើកនោះ សុំទោសផងស្ដេចប្រូវិនមិនដឹងថាហេតុអីថ្ងៃនេះផ្សារឆាប់បិទទ្វារស្អីក៏ទិញមិនបានដែរចាំលើកក្រោយចាំធ្វើឲ្យ បានសុទ្ធតែមកពីឯង ហូបសាមតិចទៅល្អទេ បានហើយញ៉ាំទៅ ញ៉ាំទៅ ហូប ទឹក ទៅ ដូចនៅផ្ទះខ្លួនឯងទៅមកអូខេឆ្ងាញ់ណាស់មីងពូកែមែន សរសើរហើយ ដូចនៅសន្តាគារណា ពួកយើងលែងចាំបាច់ហូបអាហារកំប៉ុងនឹងមីទៀតហើ អាហារកំប៉ុងហើយនឹងមីហ៎ឬក៏ពួកនាងមិនចេះធ្វើម្ហូបទេហ៎ សម័យនេះស្រីភាគច្រើនគឺសុទ្ធតែមិនចេះធ្វើម្ហូបមែនដែរទេ ណែមើលទឹកមុខចុះពិតជាមិនចេះធ្វើទេ មែនតា អញ្ចឹងកុំមកសុំបាយហូបអីហ៎ ងងមែន ហេសុំបាយហូបស្អីអាក្រក់ស្ដាប់ណាស់គ្មានសុជីវធម៌មានគ្នាច្រើនមិនអ៊ូអទេអី ត្រូវមកអូខេថ្ងៃក្រោយពួកខ្ញុំឧស្សាហ៍មកញ៉ាំបាយបានទេ បានច្បាស់ជាបាន ល្អណាស់ ក៏ល្អដែរបើអញ្ចឹងមែនខ្ញុំមិនបានជួបនាងរាល់ពេលទៅហើយទេ ញ៉ាំទៅ បាន ខ្ញុំគ្មានច្បល់អ្វីទេអ៊ំស្រីមិត្តភក្តិអ៊ំក៏ជាមិត្តភក្តិខ្ញុំដែរឲ្យតែស្អែកមានអីហូបនឹងបានហូបឲ្យឆ្ងាញ់ទៅគឺបានហើយ ឯងឆ្លាតយកទៅ អរគុណហើយអ៊ំស្រីហូបទៅ ស៊ីក្នុងជួយក្រៅ ម៉ាក់មិនយល់ឯងមែនអូខេពួកគេ3នាក់ល្អយ៉ាងនេះហេតុអីក៏ឯងដូចជាមានគំនុំជ្រៅនឹងពួកគេម្ល៉េះ ច្បាស់ជាគំនុំជ្រៅហើយពួកគេ3នាក់ធ្លាប់បោកពួកខ្ញុំ ម៉េចឯងបោកគេធ្វើអី អត់ទេកុំស្ដាប់គេនិយាយព្រេះផ្ដាគ្មានទេ គ្មានទេ ត្រូវហើយឆាប់ភ្លេចអញ្ចឹងផង ណែកន្លងហួសយូរណាស់មកហើយពីមុនបណ្ឌិតដល់យល់ច្រឡំបន្តិចតួចកុំទុកក្នុងចិត្តអី មិនមែនចិត្តចង្អៀនចឹងទេដឹង ពួកគេនិយាយត្រូវរឿងសម័យឈិញទុកឲ្យសម័យឈិញជាអ្នកចាត់ចែងចុះតាមពិតពួកនាងទាំង3នាក់ស្អាតប្រកែតែងពង្រឹងខ្លួនភ្លេចរៀនធ្វើម្ហូបតាមពិតទៅជារឿងធម្មតាទេនឹងសមហេតុសមផលណា មែនហើយស្រីសាច់ទាំង3មកពីឆ្ងាយច្បាស់ជាមិនទម្លាប់ទេថ្ងៃក្រោយមានអីឲ្យជួយអាចរកពួកជើងទាំង3នាក់បានណាពួកជើងនឹងជួយ ណែលោកថាទេណាពួកខ្ញុំមិនបានមកខំពួកលោកទេ មែនហើយ ពូពេញដោយល្បិចឆាប់ប្រាប់ការពិតមកតើមានរឿងអីឆាប់ប្រាប់មក តាមពិតជារឿងតូចតាចទេពេលមុនច្បាយពួកខ្ញុំនឹងអូខេមានការយកច្រឡំលើការវិនិយោគតិចតួចតែពេលនេះលេងអីហើយដោះស្រាយហើយ លេងអីមែនណាអញ្ចឹងសោះខ្ញុំភ័យស្ទើរស្លាប់បើមានអីត្រូវប្រាប់ខ្ញុំណាបានហើយហូបបាយទៅហូបបាយ ហើយហូបបាយហូបឲ្យច្រើនណា ហូបទៅ កាត់អីមានកលាតទេ មានអ្នកប្រើដ្រូនលួចថតខ្ញុំងូតទៅ ថាម៉េចតាមចេញទៅមើល អ្នកណាថ្លាមធំហ៊ានថត់ពួកយើង រកចិត្តខ្មៅល្មមកាមមានខ្មៅល្មមកាមមកពី មិន ណា មានអ្នកលួចថតសៀវបៃងូតទៅ ស្វាំងភ្នែកទេដឹងអ្នកភូមិពួកយើងម្នាក់សត្វតែត្រឹមត្រូវមិននឹងមានខ្មៅល្មមកាមមក ក្មេងៗពួកនាងនេះរឿងច្រើនមែនតែនបង្កតែរឿងពេលមុនច្បាស់ជាគ្មានអ្នកណារកចិត្តព្រោះគ្មានអ្នកណារៀនស្អាតម្នាក់ទេ ត្រូវហើយបើឯងថាមានចុះពេលនេះខ្មៅល្មមកាមនោះនៅណាប្រើស្អីលួចថតប្រើដ្រូនណា មិនដែលឃើញទេ ដូចជាមួយគ្រឿងនោះ តាមពិតពួកគេ3នាក់អី លើកនេះច្បាស់ជាស្លាប់ហើយ ចាត់ការទៅធ្វើដូចគ្មានបាយហូប ខ្មែររកចិត្ត កាត់អី កាត់អីមកចាប់ខ្មៅល្មម ជួយ កា ទៅ ម ធ្វើស្អីចាប់ខ្មៅល្មោកកាមស្អីមានតែយើងតែពីរនាក់ អញ្ចឹងពួកលោកគឺខ្មោចល្មមកាមហើយ ឈួតមែនកុំចេះតែនិយាយណា មែនហើយយើងក៏ថាពួកនាងជាស្រីពេជ្រដែរ និយាយស្អី យ៉ាងម៉េច យ៉ាងម៉េច រ ទេ កឃើញហើយ អូ
នេះហើយគឺផតាំង ស្អីគេ ប្តឹងប៉ូលីស ឈប់សិនរឿងអីទៅដល់ថ្នាក់ប្តឹងប៉ូលីសអញ្ចឹង ម៉ាក់ពួកគេថាខ្ញុំគឺជាខ្មោចល្មូប ខ្មោ កា ច ម ល្មូបកាម មើលនេះជារបស់ពួកលោកហ៎ មែនប្រយ៉ាមិញ មិនមានអ្នកប្រាវាលួចថតខ្ញុំងូតតាំង អញ្ចឹងផងហ៎មិនអីទេសៀបៃខ្ញុំការពារនាង ហេកុំធ្វើប៉ុនអូឬជាលោកទេ ឈួតមែនមិញទើបចូលបង្គន់រួចមុនចូលបង្គន់ខ្ញុំមើលបាល់ជាមួយនឹងពួកគេ ណែជប់សិនមើលបានឡេមិនគឺអញជប់បង្គន់ឡើងកន្លះម៉ោងមិនក៏ជួយម្លេះគឺគេហើយ ឈ្មោះថាស្រស់ស្រាយតែតាមពិតរកចិន គ្រូបាថមធ្លាប់បង្រៀនពួកយើងថាមនុស្សក៏ចេះទល់លាមកដែរ ដល់លីមួអេផោះតាំង បងស្រីនាងមិនអាចចង់ឲ្យខ្ញុំថតខ្លួនឯងក្នុងបង្គន់ទេហ៎មិញខ្ញុំទល់លាមកអត់ទេអូខេមិញឯងថាទៅទិញស្រាបៀរឯណាស្រាបៀរ ណែហាងចាប់ហួយបិទទ្វារឲ្យទិញមិនបានទេ ណែស្រីស្អាតទាំង3ខ្ញុំមិនគួរសង្ស័យជាងគេខ្ញុំមិនស្មានថាពួកអញធ្វើទាំងវើថោកទាបបែបនឹងសោះហើយ គ្មានគុណធម៌ ជប់សិនពេលដែលពួកខ្ញុំមិននៅឯងធ្វើស្អីទៅ មែនហើយ មើលបាល់ខ្ញុំប្រាប់ឯងថាហើស៊ឺគឺសុទ្ធចូលពីក្របក្នុងពេលដ៏ខ្លីនោះអីហ៎ មិនបាន មាន លឺ អ្នកណាដឹង ថា មិន ម៉េច លឺ ណែពួកលោកឈប់ធ្វើល្ងង ធ្វើ តែ ល្ងងស្អីទៅ គឺម្នាក់ច្រៀងម្នាក់បន្ត ម្នាក់ជ្រៀង ដឹង ម្នាក់ បលី បន្ត ទៅ ស្អី ដឹងបលី ម្ ទៅ នាក់ម្នាក់ កុំ ម្នាក់ជ្រឿម្នាក់ អេ បន្ទោ អេ ស្អី ដឹងទៅ ស្ងប់អារម្មណ៍អ្នកនាងទាំង3ស្ងប់អារម្មណ៍សិនទុកឲ្យខ្ញុំពួកឯងនេះខូចមែនតើរឿងផ្ដេសផ្ដាស់បែបនេះតើអ្នកណាជាអ្នកធ្វើ ម៉ាក់មិនជឿពួកគេក៏ត្រូវតែជឿខ្ញុំដែរ អ៊ំស្រី សៀវតាំងតាមពិតស្ដាប់មើលទៅដូចជាមិនមែនពួកគេទាំង3នាក់ទេ ឯងធ្វើស្អីហ្នឹងគេប្រាប់ពីម៉ាត់ឯងក៏ជឿ អូខេឧទាហរណ៍មានខ្មោចល្មូបកាមមែនអញ្ចឹងបើខ្ញុំរកម្នាក់នេះឃើញអាចបញ្ជាក់ភាពស្អាតសមរបស់ពួកខ្ញុំបាន បាន កុំថាខ្ញុំបន្ទឿនណាយល់អរកុំ safely ស្អីគេថតខ្លួនឯងក៏មិនបាននេះ ជិតដល់ពិធីបុណ្យខ្មោចអាចថតជាប់របស់កក់ខ្វក់ណា មែនទេ ឆ្នាំទៅខ្ញុំលើអ្នកភូមិចិត្តនេះថាមានអ្នកថតជាប់របស់កខ្វក់ម្យ៉ាងឲ្យអ្នកផ្សេងមើលទៀតដឹងថាលទ្ធផលយ៉ាងម៉េចទេអ្វីដែលគួរឲ្យខ្លាចមិនមែនស្លាប់ហើយគឺមិនដឹងថាគេស្លាប់យ៉ាងម៉េចរត់សាកសពមិនឃើញ អញ្ចឹងផងយ៉ាងច្រើនលុបចោលចោល កុំអសោះពេលដែលនាងថតហើយនឹងហោះចូលបើលុបចេញនឹងហោះចេញមករកនាងម្យ៉ាងខ្ញុំលើអ្នកភូមិថាមានអ្នកថតជាប់ខ្មោចស្រីងូតទឹកទៀតផង ខ្មោចស្រីងូតទឹកក៏ហ៊ានថតដែរគេចង់ស្លាប់ទេ កុំខ្វល់អីមិនខ្ញុំថតទេស្លាប់ជារឿងគេតា ថៅកាយសងបំណុលខ្មោចខ្ញុំមិនដឹងអីទេខ្ញុំគ្មានចិត្តថតនាងទេជួយផងធ្វើឲ្យទាស់ចិត្តហើយបងស្រីខ្មោចខ្ញុំមិនចង់ថតនាងទេខ្ញុំគ្រាន់តែចង់ថតស្រី3នាក់នោះតែប៉ុណ្ណោះខ្ញុំមិនដឹងអីទេដោះលែងខ្ញុំទៅដោះលែងខ្ញុំទៅ ស្មានមិនដល់មែនថាកែពិតជាលោកធ្វើមែន មកអូខេមានខ្មោចស្រីចង់ធ្វើបាបខ្ញុំ ខ្មោចស្រី ខ្មោចស្រីដូចជាខ្ញុំនេះមែនទេខ្មោចដល់លេខខ្ញុំទៅខ្មោច ដោះលែងហីចង់ស្លាប់ទេសុកបាយជាលួចថតគេចង់ស្លាប់មែនទេ រឿងអាស្រ័យលោកខ្ញុំថតបានអស់ហើយ អូនសម្លាញ់ស្ដាប់បងសិន លុតជង្គង់ក៏អត់បានកើតដែរចង់ស្លាប់មែនថ្លើមធំណាស់ថ្ងៃក្រោយអង្គខ្ញុំមើលមកគ្រប់គ្នាយ៉ាងម៉េចទៅហា សុំទោសអូនសម្លាញ់សុំទោសគឺបងខុសបងល្មមកាមសុំទោសគ្រប់គ្នាកុំនិយាយចេញក្រៅបានទេ សៀវតុងសេណានមិនអញ្ចឹងណាហើយចាគេក៏ត្រូវពួកយើងបំភ័យដល់ថ្នាក់នេះដែរ បញ្ចប់អញ្ចឹងឃ្លីបនេះមិនផុសក្នុងអ៊ីនធឺណិតទេ បញ្ហាតិចល្អជាងច្រើនលើកនេះទុកមកឲ្យថាការស្រីនឹងមកអូខេទៅលើកក្រោយឈប់ទៀតណា បើមានទៀតកាត់ឲ្យប្អូនចោល ជុកឲ្យឆ្កែស៊ី សុំទោស ឈប់ទៅខ្មាស់គេមិនតាន់គ្រប់ទេ ធ្វើទៀនបានហើយទៅផ្ទះចាំជី ណែពេលនេះមកចេះថាមិនពាក់ព័ន្ធជាមួយពួកជើងទេគួរតែប៉ះបើបន្តិចទៀតដឹងមើលចុះបងប្អូនខ្ញុំនេះខំជួយណា ឃើញពួកលោកជួយអញ្ចឹងមានអីបានឲ្យរង្វាន់ពួកលោកចាស់យករបស់ល្អចេញមកអរគុណពួកលោកចាស់ លើកលែងឯនេះ ជុល ចោល